បាទគ្រូជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនាំនៅចំណុចនៅក្មេងមួយទៀតតាក់ទងជាមួយនឹងការប្រៀបធៀបបំពង់ចម្រោះប្រើប្រាស់ទី1តាក់ទងជាមួយនឹង filter ហើយនឹងទី2តាក់ទងជាមួយនឹង UF Pro តើពីរនេះវាមានលក្ខណៈខុសគ្នាបែបណាហើយនឹងស្តៀងគ្នាបែបណាភាពស្តៀងគ្នានោះដោយសារតែពីរនេះគឺប្រើប្រាស់នៅលើប្រភេទចម្រោះទឹកស្អាតប្រើប្រាស់ដូចគ្នាគ្រាន់តែជាប្រភេទ filter គឺការចាប់របស់វាតម្រងនៃការចាប់របស់វាគឺមានទំហំភាគធំជាងបាទវាចន្លោះចាប់ពី1 micron ទៅ5 micron ប៉ុន្តែបើសម្រាប់ UF វិញកម្រិតនៃការច្រោះរបស់វាគឺបានតូចជាងនេះទៀតបាទបានរហូតដល់ 0.01 micron ហើយចំពោះការប្រើប្រាស់ជាទូទៅចំពោះ filter គឺអាចប្រើប្រាស់ផ្ទាល់ជាមួយនឹងសម្ពាធទឹកប្រភពទឹកដូចជាទឹករថតកអីផ្សេងៗក៏ប៉ុន្តែចំពោះ US គឺត្រូវទាមទារឲ្យមានសម្ពាធទឹកហ្នឹងរៀងមធ្យមឬក៏ខ្ពស់ដើម្បីអាចរុញចម្រោះចំពោះប្រភេទ US នេះបានដោយសារតែប្រភេទ US វាមានសន្ទាប់តូចភាគល្អិតចាប់ខ្លាំងអញ្ចឹងត្រូវការសម្ពាធហ្នឹងរុញច្រានខ្ពស់បាទហើយសម្ពាធ filter គឺការច្រោះវាគឺល្មមទេយើងអាចប្រើសម្ពាធធម្មតាបានហើយពីនេះទៀតតាក់ទងជាមួយនឹងការថែទាំតាក់ទងមួយតម្រង filter នេះគឺជាទូទៅការប្រើប្រាស់គឺតាកាលណាកកដីឬអីផ្សេងៗចូលណែនអស់ហើយគឺត្រូវផ្លាស់ប្ដូរតែម្ដងតែបើសម្រាប់ US គឺយើងអាចលាងសម្អាតថែទាំបានបាទអញ្ចឹងចំពោះការប្រើប្រាស់ពីរនេះគឺវាមានលក្ខណៈស្តៀងគ្នាក៏ដូចជាខុសគ្នាខ្លះទៅលើចំណុចមួយចំនួនបាទអញ្ចឹងបើសិនជាបងប្អូនត្រូវការប្រើប្រាស់ជាប្រភេទតម្រងចម្រោះទឹកមិនថាប្រើប្រាស់ជាមួយទឹកស្អាតឬទឹកដូងអាចជ្រើសរើសជាប្រភេទលក្ខខណ្ឌពីរនេះក៏បានឬក៏អាចប្រើចូលគ្នាក៏បានតាមខេត្តទៅលើប្រភពទឹករបស់ពុកម៉ែបងប្អូនជាក់ស្ដែងបាទអរគុណ